រឿងនេះនិយាយពីគ្រួសារមួយដែលជីតាគួរឲ្យខ្លាចណាស់បានចិញ្ចឹមកូនសត្វល្អិតបុរាណមានអាយុ100ឆ្នាំ3ក្បាលបើយកវាទៅដាក់លើស្នែងចៀមសត្វល្អិតនឹងជន់ចូលក្នុងសាច់ចៀមបរិឆេទសាច់ឈាមរហូតអស់ហើយនៅសល់តែស្បែករលោងស្អាតដែលអាចយកទៅលក់បានថ្លៃថ្ងៃនោះក៏មានមនុស្សមកទិញស្បែកនេះវិញជីតាសប្បាយដល់ថ្នាក់ហៅ everyone ទៅចាប់ឈាមនិងត្រៀមធ្វើការប៉ុន្តែពេលបើកប៉ោងដាក់សត្វល្អិតវាមានសល់តែ2ក្បាលមួយក្បាលបាត់អន់ជីតាក៏អ៊ំតូចនឹងយាយសុទ្ធតែសង្ស័យថាខ្ញុំកូន9ជាញឹកយកវាចេញខ្ញុំសប្បាយឆ្នាំងទឹកភ្នែកព្រោះគាត់ជាច្រើនដងគិតថាខ្ញុំជាកូនដែលជូរចិត្តលួចអីវ៉ាន់ប៉ុន្តែខ្ញុំចាំបានថា3ថ្ងៃមុនអ៊ំតូចបាននាំមនុស្សចម្លែកពីរញឹកទៅក្នុងផ្ទះទោះជាយ៉ាងណាអ៊ំតូចមិនទុកឲ្យនរណាសង្ស័យឡើយហើយចូលបន្ទប់បុកទ្វារខឹងមួយរយៈក្រោយខ្ញុំបានឮសំឡេងអ៊ំតូចអស់ស្រែកពេលរំខានខ្ញុំពន្លឺទ្វារចូលទៅមើលឃើញមានរុនឈាមតូចនៅលើដៃគាត់ហើយឈាមហូរមិនឈប់គាត់រអាក់រអួលថាសត្វល្អិតបុរាណជួនចូលក្នុងដៃពេលជីតាវិលមកវាមានសភាពអាក្រក់ណាស់ដល់ថ្នាក់ដៃឆ្វេងរបស់គាត់คล้ายជាពណ៌ខ្មៅក្រហមជីតាមិនចាំបាច់គិតយូរបន្ទាប់ពីឮអ៊ំតូចស្រែកកាត់ចោលទៅជីតាដាក់ឆ្អឹងដៃកាប់ដៃគាត់ចោលដោយសន្លឹះតែមួយឈាមហូរដោយទឹកជ្រោះមានតែយាយតែប៉ុណ្ណោះដែលយំហៅឈ្មោះគាត់ជីតាចេញរៀបរីគ្រឿងរទេះមួនដើម្បីយកអ៊ំតូចទៅមន្ទីរពេទ្យហើយប្រាប់ខ្ញុំថាយប់នេះទៅស្នាក់នៅផ្ទះតាពូរបស់ខ្ញុំនៅចុងភូមិខ្ញុំត្រឡប់មកផ្ទះដើម្បីយកអីវ៉ាន់តែពេលឈប់នៅជ្រុងចៀមខ្ញុំលឺសត្វចៀមទាំងអស់បង្វែកក្បាលមើលខ្ញុំស្ទើរតែមិនក្រឡេកភ្នែកខ្ញុំខ្លាចរហូតរត់ចូលបន្ទប់នៅក្នុងបន្ទប់មានតែស្បែកដៃរបស់អ៊ំតូចដែលសត្វល្អិតបានញ៉ាំអស់សាច់ហើយសត្វល្អិតក៏មិនឃើញនៅដីខាងក្រោមមានឈាមមួយដំណក់ធំដែលខ្ញុំស្ទាបបំបែកវាទាំងសាច់ឈាមរលារួមជាមួយឡើងវិញដូចជាមានជីវិតការគួរឲ្យខ្លាចបន្ថែមទៀតគឺមានជាតិក្តៅមួយទម្លាក់ចូលភ្នែកខ្ញុំប៉ុន្តែពិបាកជឿថាមិនមានអីប្លែកក្រោយពេលថ្ងៃលិចខ្ញុំតាមប៉ាក់ជីតាទៅស្នាក់នៅផ្ទះតាពូនៅទីនោះខ្ញុំឃើញបន្ទប់ស្ងាត់ងងឹតនិងក្លិនស្លុតឆ្អាបគួរឲ្យខ្លាចពេលខ្ញុំប៉ះតាពូភ្ញាក់ឡើងភ្លាមនិងក្នុងភ្នែកគាត់មានសត្វល្អិតពណ៌ក្រហមស៊ីយកជាន់វិលលើដុំភ្នែកខាងស្ដាំទៅឆ្វេងខ្ញុំភ័យដល់ថ្នាក់រត់ចូលជ្រុងបន្ទប់តាពូលុបឡើងបើកភ្លើងហើយនិយាយថាខ្ញុំចាំបាច់មើលខុសគាត់បន្តទាមទារឲ្យខ្ញុំនឹកហួតញ៉ាំអារម្មណ៍ខ្លាចឲ្យគេងជិតគាត់តែពេលយប់ទាំងស្រុងខ្ញុំមិនអាចដេកបានឡើយគិតតែអំពីសត្វល្អិតលើភ្នែកគាត់ខ្ញុំក៏យកចិត្តទុកដាក់មើលគាត់ជិតនិងថ្ងៃនោះខ្ញុំឃើញច្បាស់ជាងមុនលើភ្នែកតាពូមិនមែនជាសរសៃឈាមទេប៉ុន្តែសុទ្ធតែសត្វល្អិតពណ៌ក្រហមរាប់សែនក្បាលកំពុងរត់រលាលើភ្នែកគាត់រឿងបញ្ចប់នៅពេលខ្ញុំដឹងថាសត្វល្អិតបុរាណមួយក្បាលដែលបាត់ប្រហែលជាក្នុងភ្នែកតាពូរួចហើយ